ជាកូនអ្នកក្រក៏មិនមែនជាបញ្ហាព្រោះនៅមានគ្រួសារក៏ជាកូនម៉ាក់ប៉ាគ្មានការស្ដាយក្រោយឡើយកូនទៅយល់ពេលនេះព្រោះលោកឲ្យកូនយល់ច្បាស់លោកហត់ខ្លាំងណាស់ហើយក៏ដឹងច្បាស់ថាខំដើម្បីនាងណាម៉ាំងតែងតែប្រាប់កូនចាំក្រុមម៉ាត់ត្រូវរឹងមកកូនអើយចាំដេកលែកូនឃើញអ្នកយំជាភាពយ៉ាងលំបាកម៉ាក់ព្រួយប៉ាបារម្ភលោកយំមិនឲ្យកូនឃើញឡើយកូនណាយំបានកូននៅតូចមិនដឹងមានរឿងអ្វីសោយសប្បាយរាល់ថ្ងៃពេលនាងដឹងក្តីម៉ាក់យំប៉ាភ័យព្រោះតែក្តីក្រអ្នកមានកូនអើយឈប់យំបានហើយកូនសុំសន្យាថាខំសិក្សាតាមលោកចង់បានញើសឈាមដែលលោកស្រកកូនមិនឲ្យខកខានគ្រប់យ៉ាងតបស្នងលោកវិញចង់ឃើញម៉ាក់រីករាយប៉ាមានសុខភាពល្អរស់គ្មានការផិតភ័យនៅក្នុងថ្ងៃខួបកូនស្រីលោកមានតែក្តីសុខនៅថ្ងៃខួបកូនថ្លៃគឺជាថ្ងៃដែលម៉ាក់ឈឺបំផុតក៏ជាថ្ងៃដែលប៉ាต้องស្លន់ភ័យបំផុតព្រោះវត្តមានកូនដែលរំភើបរីករាយផិតភ័យលាលំនៅពេញក្នុងខ្លួនក៏លោកទាំងពេលរឹងមាំគ្រប់យ៉ាងព្រោះក្តីស្រឡាញ់កូនស្ងួនម៉ាំងតែងតែប្រាប់កូនចាំក្រុមម៉ាត់ត្រូវរឹងមកកូនអើយចាំដេកលែកកូនឃើញអ្នកយំជាភាពយ៉ាងលំបាកម៉ាក់ព្រួយប៉ាបារម្ភលោកយំមិនឲ្យកូនឃើញឡើយពីមុនកូននៅតូចមិនដឹងមានរឿងអ្វីសោយសប្បាយរាល់ថ្ងៃពេលនាងដឹងក្តីម៉ាក់យំប៉ាភ័យព្រោះតែក្តីក្រអ្នកមានកូនអើយឈប់យំបានហើយកូនសុំសន្យាថាខំសិក្សាតាមលោកចង់បានញើសឈាមដែលលោកស្រកកូនមិនឲ្យខកខានគ្រប់យ៉ាងតបស្នងលោកវិញចង់ឃើញម៉ាក់រីករាយប៉ាមានសុខភាពល្អរស់គ្មានការផិតភ័យនៅក្នុងថ្ងៃខួបកូនស្រីលោកមានតែក្តីសុខម៉ាំងតែងតែប្រាប់កូនចាំក្រុមម៉ាត់ត្រូវរឹងមកកូនអើយចាំដេកលែកកូនឃើញអ្នកយំជាភាពយ៉ាងលំបាកម៉ាក់ព្រួយប៉ាបារម្ភលោកយំមិនឲ្យកូនឃើញឡើយពីមុនកូននៅតូចមិនដឹងមានរឿងអ្វីសោយសប្បាយរាល់ថ្ងៃពេលនាងដឹងក្តីម៉ាក់យំប៉ាភ័យព្រោះតែក្តីក្រអ្នកមានកូនអើយឈប់យំបានហើយគូសុំសន្យាថាខំសិក្សាតាមលោកចង់បានញើសឈាមដែលលោកស្រកកូនមិនឲ្យខកខានគ្រប់យ៉ាងតបស្នងលោកវិញចង់ឃើញម៉ាក់រីករាយប៉ាមានសុខភាពល្អរស់គ្មានការផិតភ័យនៅក្នុងថ្ងៃខួបកូនស្រីលោកមានតែក្តីសុខរីករាយថ្ងៃកូនណាត់ខួបកូនស្រី